សួស្តីបងប្អូនគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបនៃការដាក់ comment បែបនេះបាទអានេះគឺជាទម្រង់ menu កាត់ហើយមានភាពងាយស្រួលនៅពេលដែលភ្ញៀវយើងគាត់ចង់ដឹងព័ត៌មានរហ័សហើយគឺគាត់ចុចត្រង់ហ្នឹងណាអញ្ចឹងនៅពេលដែលយើងចុចត្រង់ណាមួយវានឹងធ្វើការផ្ដល់ជាចម្លើយឲ្យយើងដោយស្វ័យប្រវត្តិអញ្ចឹងអានេះគឺយើងនឹងធ្វើការសិក្សាលម្អិតអំពីអានឹងទាំងអស់គ្នាអញ្ចឹងដើម្បីដាក់អានឹងបានជាដំបូងយើងចូលទៅកាន់ board របស់យើងដោយយើងធ្វើការ search នៅពាក្យថា board folder ដូចដែលឃើញនេះហើយយើងចុចយក open មកបន្ទាប់មកយើងធ្វើការជ្រើសរើសនៅ board របស់យើងបន្ទាប់មកទៀតយើងធ្វើការចុចទៅលើពាក្យថា comment ហើយអានេះគឺជា comment ដែលខ្ញុំបានបង្កើតពីមុនអញ្ចឹងបើសិនជាខ្ញុំចង់បន្ថែមមួយទៀតខ្ញុំគ្រាន់តែចុច add មកហើយត្រង់កន្លែងនេះគឺយើងដាក់ជាភាសាអង់គ្លេសអញ្ចឹងយើងចង់ដាក់ពីអីឧទាហរណ៍ឥឡូវ feature មុខងារយើងចុច add ឥឡូវយើងបាន4ហើយឥឡូវយើងបន្ថែមទៀតមកយើងមាននិយាយពីអីទៀតអូខេហើយ add អញ្ចឹងនៅពេលដែលយើងបង្កើតបានហើយយើងត្រូវធ្វើការចុចត្រង់កន្លែងសញ្ញាត្រេនេះហើយយើងយកពាក្យថា reload បាទយើងចុចត្រង់ហ្នឹងមកបន្ទាប់មកយើងចុច reload វាហើយតែយើងត្រូវធ្វើមិនទៀតអញ្ចឹងយើងត្រូវធ្វើការចូលទៅកាន់ board របស់យើងនេះ board របស់យើងមិញណាហើយយើងចូលមកមើលមកវាមានប្រមាណអ្នកឃើញទេមាននេះវាមាន chat admin អញ្ចឹងពេលដែលយើងចុចទៅគឺវាអត់មាន react អីទាំងអស់គឺវាស្ងាត់សូន្យឆឹងដោយសារតែយើងអត់តបានដាក់វានៅក្នុងប្រព័ន្ធទេអញ្ចឹងដើម្បីដាក់វានៅក្នុងប្រព័ន្ធបានយើងត្រូវធ្វើការចូលទៅកាន់ chat KX ទាំងអស់គ្នាអញ្ចឹងយើងចូលមកកាន់ chat KX យើងមកហើយយើងចុចមកពាក្យថា board managerបន្ទាប់មកយើងធ្វើការជ្រើសរើសនៅពាក្យថា keyword flow បន្ទាប់មកយើងធ្វើការ create visual flow ថ្មីមួយយើងចុចលើនេះ2ដងទឹកមកអញ្ចឹងត្រង់កន្លែងនេះគឺសំខាន់ពេលកន្លែងនេះគឺជាកន្លែង keyword ដែលយើងត្រូវដាក់ឲ្យវាត្រូវគ្នាជាមួយនឹង comment ដែលយើងបានបង្កើតមិញហើយត្រង់កន្លែងពាក្យនេះមានន័យថាប្រសិនបើគេ comment មកតើទៅត្រូវពាក្យដែលយើងកំណត់បានវាតបហើយបើត្រង់កន្លែងនេះទោះបីខុសមិនក៏បានដែរឲ្យតែត្រូវក្បាលដំបងបន្តិចអញ្ចឹងខ្ញុំសូមយកអានេះទៅបន្ទាប់មកយើងដាក់អីគេឥឡូវខ្ញុំឧទាហរណ៍ថាដាក់ថាអញ្ចឹងយើងមានពាក្យថា help ហើយយើងដាក់ជំនួយអញ្ចឹងទៅបាទហើយយើងក្បៀមកហើយយើងដាក់ជាមួយទៀតមកឲ្យវាត្រូវគ្នាណាជាមួយនឹងប្រព័ន្ធហើយនេះយើងដាក់ថា help ហើយយើងចុច new មកអញ្ចឹងយើងអាចដាក់អក្សរមួយនេះឈ្មោះភ្ញៀវអូខេអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងឯណាហើយខ្ញុំចុចតានេះហើយខ្ញុំ save បន្ទាប់មកយើងចូលមកកាន់ board របស់យើងវិញអញ្ចឹងកន្លែងនេះគឺខ្ញុំនឹងដាក់បាក់មកគឺ help អ្នកជំនួយពេលដែលយើងចុចមកប្រព័ន្ធវានឹងធ្វើការផ្ដល់ព័ត៌មានឲ្យយើងឃើញទេទី1បើសិនជាយើងចង់បានជំនួយយើងអាចឆាតមកកាន់ admin ឬក៏ចុចត្រង់អាសញ្ញាហ្នឹងអញ្ចឹងយើងធ្វើមិនឲ្យវាមើលទៅវាមានភាពលយណាដូចបើខ្ញុំនេះអញ្ចឹងនេះពេលដែលគេចុច help មកគឺវាមានទម្រង់បែបនេះអញ្ចឹងខ្ញុំអាច copy អានេះក៏បានដែរហើយខ្ញុំចូលទៅប្រព័ន្ធរបស់ខ្ញុំវិញខ្ញុំផាសវាឡើងវិញទាំងអស់ហើយឈ្មោះអញ្ចឹងឡើយនេះឈ្មោះខ្ញុំសូម copy អានេះឡើងវិញអូខេនេះដូរពាក្យចោលហើយខ្ញុំសូមយកឡើងវិញម្ដងទៀតអញ្ចឹងនៅពេលដែលភ្ញៀវគាត់ចុចយកពាក្យថា help នឹងម្ដងទៀតវានឹងធ្វើការផ្ញើជាទម្រង់បែបនេះមើលទៅវាស្អាតឃើញអត់ហើយចុះយើងនៅមានពាក្យអីទៀតនេះយើងនៅមានពាក្យថា contact អញ្ចឹងយើងបដូរមកយើងខ្វែងនឹងចោលយើងចុច create flow ថ្មីមួយមកហើយនេះយើងដាក់ contact មកអូខេនេះខ្ញុំគ្រាន់តែឧទាហរណ៍ណាហើយយើងអាចដាក់ប៊ូតុងអីចឹងទៅអញ្ចឹងប៊ូតុងនេះយើងអាចដាក់ថាគេហៅទំព័រអីចឹងទៅយើងដាក់គេហៅទំព័ររបស់យើងហើយយើងដាក់អីទៀតយើងអាចដាក់អីផ្សេងពីហ្នឹងទៅយើងអាចដាក់ថា more info អញ្ចឹងយើងរើសយកមក more info យើងមានដាក់ keyword cam អីចឹងទៅហើយយើងអាចដាក់រូបភាពមួយសន្លឹកអីទៀតចឹងណាស្រាប់យើងឯងអញ្ចឹង context យើងអាចដាក់បានច្រើនចុះខ្ញុំឧទាហរណ៍ដាក់នេះហើយខ្ញុំ save បន្ទាប់មកខ្ញុំចូលម្ដងទៀតខ្ញុំដាក់ពាក្យថា contact អញ្ចឹងវានឹងធ្វើការផ្ញើព័ត៌មានមកយើងហើយផ្ញើរូបភាពមួយសន្លឹកឲ្យយើងផងដែរឃើញទេអញ្ចឹងអាហ្នឹងអាស្រ័យទៅលើយើងឯងយើងចង់ដាក់បែបណាយើងដាក់ទៅធ្វើម៉េចឲ្យតែវាត្រូវគ្នាជាមួយនឹងអ្វីដែលយើងបានកំណត់ជាមួយនឹង comment នេះវាមានអីវានឹងចេញមកហើយត្រង់ហ្នឹងហើយយើងមិនចាំបាច់កំណត់ពាក្យថា slash នៅខាងមុខក៏វាឲ្យដែរឃើញទេនេះមានតែពាក្យថា contact ហើយនឹងតំណែងហ្នឹងក៏វាឲ្យដែរអញ្ចឹងអានេះគឺខ្ញុំបង្ហាញត្រួសតែប៉ុណ្្នឹងទេដើម្បីកុំឲ្យវីដេអូនេះវាវែងពេកបើសិនជាបងប្អូនអរគ្នាមើលអត់យល់សូមធ្វើការសាកសួរបន្ថែមបានអញ្ចឹងណាហើយសម្រាប់ flow ហ្នឹងគឺយើងអាចធ្វើការទាញរៀបចំឲ្យបានស្អាតតាមអ្វីដែលយើងកំណត់ទៅមិនមែនត្រឹមតែប៉ុណ្្នឹងទេយើងអាចកំណត់បានលើសហ្នឹង អ
អញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអរគុណអាចធ្វើការសាកសួរបានបាទអរគុណ